ស្ដីអ្នកទាំងអស់គ្នានេះគឺជាតុកធំច្រើនមុខងារដែលខ្ញុំបានធ្វើហើយវាក៏ជាផ្នែកមួយនៃប្រព័ន្ធប្រអប់ខ្វាច់របស់ខ្ញុំដែរខ្ញុំចាប់ផ្ដើមធ្វើតុកហ្នឹងដោយសារខ្ញុំចង់ដោះស្រាយបញ្ហាធំៗមួយចំនួនដែលខ្ញុំជួបប្រទះរាល់ថ្ងៃដូចជាកម្ពស់តុគឺទើសជើងខ្ញុំអង្គុយអត់សន្លប់ទេនៅលើតុជាកន្លែងធ្វើការប៉ុន្តែខ្ញុំអត់មានកន្លែងដាក់អីវ៉ាន់អញ្ចឹងនៅលើតុគឺអញញ៉ៃរាល់ថ្ងៃប្រព័ន្ធខ្សែភ្លើងឲ្យព្រីភ្លើងហ្នឹងគឺអត់មានកន្លែងរៀបចំរៀបរយទេអញ្ចឹងខ្សែភ្លើងគឺអញញ៉ៃពេញតុប្រភេទការងារដែលខ្ញុំធ្វើរាល់ថ្ងៃគឺតាក់ទងនឹងគ្រឿងតូចច្រើនធ្វើការតេស្តគ្រឿងធ្វើការរបស់ component ហើយនឹងក៏ត្រូវតម្លើងតិចតួចដែរអញ្ចឹងនៅលើតុមាន hardware ច្រើនហើយក៏ត្រូវការប្រើ software ច្រើនដែរត្រូវធ្វើការងារច្រើនតែអង្គុយធ្វើការអត់សន្លប់នឹកឆ្នៃប្រឌិតម្ដងឡើងម្ដងចុះផ្លូវចិត្តក៏អត់នឹងណូខ្ញុំក៏ចាប់ផ្ដើម design តុដោះស្រាយបញ្ហាទាំងអស់ហ្នឹងពេលដែលខ្ញុំអង្គុយ design ខ្ញុំគ្រាន់តែគិតថា design ធ្វើម៉េចដោះស្រាយបញ្ហាហើយនឹងស្រួលប្រើប្រាស់ទេពេលដែល design រួចតម្រៀបក្តារដែលត្រូវកាត់ទាំងអស់ដាក់ចូលក្នុងម៉ាស៊ីនបានដឹងថាត្រូវការក្តារអស់8សន្លឹកទាំងក្រាស់ទាំងស្ដៅក្តារ8សន្លឹកនេះអាចបែងចេញជាបន្ទប់មួយនេះដោយសារតុនឹងមានថតច្រើនអញ្ចឹង design ឈើនៅក្នុងឈើគឺអស់ច្រើនអញ្ចឹងឯណោះនេះសរុបប្រទេសឈើដែលត្រូវការទាំងអស់គឺមាន109ប្រទេសនេះខ្ញុំកាត់ម៉ាស៊ីនផងខ្ញុំសម័យអត់ចេញជាថាបើជាងឈើគាត់កាត់ដោយដៃគាត់កាត់ចំណាយពេលប៉ុន្មានទៅខ្ញុំប្រើម៉ាស៊ីនឲ្យកាត់សុទ្ធសាធផងខ្ញុំនៅចាយពេល2ថ្ងៃដើម្បីកាត់ឲ្យនឹងសម្អាតគាត់ថាមុននឹងបានកាត់ដោយម៉ាស៊ីនខ្ញុំត្រូវអង្គុយ design ឡើង4ថ្ងៃហើយណោះនេះតុកទាំងមូលធ្វើអស់10ថ្ងៃហើយរាប់ថ្ងៃដែលខ្ញុំធ្វើវីដេអូនេះដោយសារតែខ្ញុំប្រើម៉ាស៊ីន CNC កាត់អញ្ចឹងរបៀបដែលខ្ញុំ design ហើយនឹងផ្គុំប្រទេសឈើចូលគ្នាក៏មានវិធីផ្សេងដែរដើម្បីភ្ជាប់ឈើ2ចូលគ្នា90ដឺក្រេគឺខ្ញុំ design មានញីមានឈ្មោលធ្វើបែបហ្នឹងឈើភ្ជាប់គ្នាបានមាំជាងមុនដែលអត់គ្រាន់តែពឹងលើកាវហើយនឹងវីសទេមួយទៀតដោយសារតែផ្លែកាត់របស់ motor គឺមូលអញ្ចឹងកន្លែងដែលមានកែង90ដឺក្រេគឺផ្លែកាត់ចូលទៅអត់ដល់ទេអញ្ចឹងគ្រប់កន្លែងដែលមានឈើភ្ជាប់ចូលគ្នាហើយកែង90ដឺក្រេអញ្ចឹងគឺយើងត្រូវកាត់សាច់ឈើចូលបន្តិចប្រព័ន្ធផ្លែ router ដើម្បីឲ្យឈើភ្ជាប់ចូលគ្នាអត់ទៅប្រើ technique ហ្នឹងទៅ design តុទាំងមូលទៅដល់គ្នាឃើញលទ្ធផលដោយដែលខ្ញុំបាន design រួចហ្នឹងតុទាំងមូលគឺខ្ញុំបែងចែកជា3 ផាតគឺកាប៊ីនខាងឆ្វេងកាប៊ីនខាងស្ដាំហើយនិងតុខាងលើកាប៊ីនខាងឆ្វេងហ្នឹងគឺខ្ញុំ design ថតធំគឺបំណងទុកដាក់សភៅហើយនឹងដាក់ notebook ដែលវានៅឆ្វេងដៃស្រួលលុបចេញលុបចូលថតខាងលើគេគឺខ្ញុំ design មាន4ថតតូចទៀតសម្រាប់ដាក់ប៊ិចហើយនឹង tool ចាំបាច់តិចតួចហើយនឹងเพลงកន្លាកាប៊ីនខាងស្ដាំគឺខ្ញុំ design មាន6 tray ខ្ញុំ design អត់សូវជ្រៅទេដោយសារតែគោលម្ដងចង់ដាក់ laptop ចាស់ហើយនឹងគ្រឿងអេឡិចត្រូនិកតូចមានដូចខ្សែកាស microphone memory card ហើយនឹងគ្រឿងថតតិចតួចអីវ៉ាន់ខ្លះយូរប្រើម្ដងតោងដីដង្កាន់មានតែ2កាប៊ីនហ្នឹងអីវ៉ាន់ក្នុងបន្ទប់ខ្ញុំដែលអត់រាយគឺញាត់ចូលមកក្នុងនឹងអស់ហើយឡើងឆ្លាស់ហ្មងផ្នែកតុខាងលើគឺខ្ញុំផ្ដោតលើការងារហើយនឹងភាពរៀបរយខ្ញុំ design វាឲ្យមានស្រទាប់លាក់ខ្សែភ្លើងហើយនឹងមាន tray ធំមួយសម្រាប់ធ្វើការហើយនឹង tray តូចមួយទៀតសម្រាប់ទុកដាក់កាបូបហើយនឹងវ៉ែនតា tray ធំនេះគឺខ្ញុំប្រើក្តារអ៊ុតផ្ទៃពណ៌សស្រួលសម្រាប់ការងារ assembly គ្រឿងតូចហើយ tray ខាងគៀនគេនេះគឺខ្ញុំ design ដាក់5កុងតាក់ដែលវាភ្ជាប់បិទបើកទៅព្រីខាងដើមតុខ្ញុំ design ព្រីអញ្ចឹងគឺងាយស្រួល set up ថ្ងៃមកខ្ញុំអាចយកមកព្រីសម្រាប់ set up អំពូលភ្លើងនៅក្នុងបន្ទប់បិទបើកអំពូល1 2 3ហ្នឹងគឺប្រើតែមកកុងតាក់ហ្នឹងទេហើយខ្ញុំអាចយកកុងតាក់មួយទៀតសម្រាប់ទៅបើកកង្ហារឬក៏ set up monitor អីចឹងទៅអញ្ចឹងពេលដែលខ្ញុំចង់បន្តការងារឬក៏ចង់បញ្ចប់ការងារគឺខ្ញុំគ្រាន់តែលោកទៅបិទកុងតាក់នៅខាងចុងដៃខ្ញុំទេaccessory មួយទៀតដែលខ្ញុំដាក់ចូលគឺ port សម្រាប់សាកទូរស័ព្ទ port សម្រាប់សាកទូរស័ព្ទនេះគឺមានកម្លាំង25 វ៉ាត់ដែលមាន port Type C ផងហើយនិង port Type A ផងហើយក៏មាន port 220សម្រាប់ចង់ប្រើឆ្នាំងសាកខ្លួនឯងដែរ port 220ក៏ខ្ញុំបាន design ទុក2 port នៅខាងចុងតុដែរសម្រាប់ប្រើការទូទៅពីព្រោះ port នេះគឺអត់មានកុងតាក់បិទបើកទេតែតុមានភ្លើងគឺវាមានភ្លើងដែរអញ្ចឹងសម្រាប់របស់យកចេញយកចូលឬក៏ត្រូវការសាកទូរស័ព្ទបញ្ញាអីយើងប្រើ port នៅលើហ្នឹងទៅលឿនអញ្ចឹងនៅខាងចុងតុគឺមានខ្សែភ្លើងចូល220តែមួយសរសៃទេគឺអាចចែកចាយបានតុទាំងមូលហើយនិយាយរឿងខ្សែ tray ខាងចុងហ្នឹងគឺខ្ញុំ design សម្រាប់ថែមថយ accessory ដែរបើថ្ងៃក្រោយខ្ញុំចង់ថែមប្រព័ន្ធខ្សែភ្លើងឬក៏ថែមថយគ្រឿងតិចតួចខ្ញុំអាចយកថែមនៅក្នុងថតខាងចុងហ្នឹងបាន
ផ្នែកព្រីខាងលើហ្នឹងគឺខ្ញុំ design ទុកថតឲ្យធំគួរសមសម្រាប់ញាត់ខ្សែដែលសល់ចោលលើតុដូចឆ្នាំងសាក laptop អីហ្នឹងហើយក៏មានរន្ធ2សម្រាប់ខ្សែចេញខ្សែចូលបើសិនជាត្រូវការទាញខ្សែភ្លើងចេញពីតុហ្នឹងឬក៏មានខ្សែ Wi-Fi អីចូលតុហ្នឹងដែរក៏ជាផ្នែកមួយនៃប្រព័ន្ធប្រអប់របស់ខ្ញុំដែរកាប៊ីនខាងឆ្វេងខាងស្ដាំហ្នឹងគឺធួតស៊ីគ្នាជាមួយនឹងប្រព័ន្ធប្រអប់ដែលខ្ញុំបាន design មុនចឹងបើមានប្រអប់4ប្រអប់ហើយអាចយកធ្វើជាកាប៊ីនខាងឆ្វេងឬក៏ខាងស្ដាំបានពីព្រោះកាប៊ីនដែលខ្ញុំបាន design នេះវាមានទំហំស្មើនឹង4ប្រអប់បើសិនជាមានអីវ៉ាន់ច្រើនយើងអាចដាក់កូរលើគ្នាបានអត់ជាកន្លែងទេរូបភាពធំនៃប្រព័ន្ធប្រអប់ដែលខ្ញុំកម្រងនឹង design ហ្នឹងគឺមិនមែនថាប្រអប់ទេគឺមានរបស់ប្រើប្រាស់ទាំងអស់នៅក្នុងផ្ទះគោលបំណងគឺធ្វើម៉េចឲ្យរៀបរយហើយទៅចំណេញកន្លែងពីព្រោះខ្ញុំឃើញថាមនុស្សម្នាក់មានអីវ៉ាន់ច្រើនហើយទៅរបស់ដែលយកមករៀបរយអីវ៉ាន់ហ្នឹងវានៅបែបបុរាណអត់ទាន់ប្រែប្រួលទៅតាមសម័យការ design តុខ្ញុំនេះក៏នៅមានចំណុចខ្វះខាតដែរនៅមានចំណុចច្រើនដែលខ្ញុំត្រូវកែ design ហើយនិងកែសម្រួលដូចកន្លែងដាក់ព្រីនេះចឹងគឺខ្ញុំតំណងចង់ឲ្យខ្សែទាំងអស់លាក់នៅក្នុងតុហើយអត់ចេញមកក្រៅទេប៉ុន្តែដោយសារកម្ពស់ដូចខ្ពស់ដែរដល់ចឹងពេលដោតហ្នឹងគឺគម្របតុហ្នឹងបើដិតចិត្តទេខ្ញុំអាចកែវាក្នុង design បាននៅក្នុង version ក្រោយកន្លែងភ្ជាប់ឈើចូលគ្នាខ្លះគឺខ្ញុំ design អត់សូវល្អអញ្ចឹងពេលភ្ជាប់គ្នាវានៅសល់ប្រហោងឈើបន្តិចហើយនឹងក្បាលដេកូច្រើនមែនទែនក្តារដែលខ្ញុំយកមកប្រើនេះគឺក្តារ plywood ក្តារក្រហមក្តារនេះតម្លៃធូរថ្លៃជាងគេបាទខ្ញុំយកមកប្រើហ្នឹងប៉ុន្តែក្តារនេះពេលកាត់មួយម៉ាស៊ីនគឺបែកជីជាយអត់បានស្មូតស្អាតទេសម្រាប់ក្តារនេះផ្គុំហើយយកទៅប្រើហ្មងគឺអត់សូវស្អាតទេតតលាបថ្នាំថែមធ្វើលើក្រោយខ្ញុំអាចប្រើក្តារកៅស៊ូហើយនិងក្តារស្លឹកអស័យសម្រាប់វាបានស្អាតជាងនឹងក៏ថាតម្លៃក្តារហ្នឹងថ្លៃជាងម្ដងកន្លះទៅ2ដងពេលបញ្ចប់បញ្ចិចគឺខ្ញុំលាបប្រេងការពារឈើដើម្បីការពារសំណើមកុំឲ្យឈើរីករួមតែតុខាងលើគឺខ្ញុំអត់បានអត់ជីទេដោយសារតែជីឈើ plywood នេះវាស៊ីគ្នាជាមួយនឹងឈើ plywood នៅតុទាំងមូលសរុបមកតុដែលខ្ញុំ design នេះគឺដើម្បីដោះស្រាយបញ្ហានៅជុំវិញខ្លួនខ្ញុំអ្នកផ្សេងអាចនឹងអត់មានតម្រូវការច្រើនដូចខ្ញុំចឹងទេឬក៏អាចនឹងមានច្រើនជាងខ្ញុំក៏ថាបានគម្រោងនៃចាយពេលធ្វើយូរអញ្ចឹងធ្វើឲ្យអស់ខ្យល់ហ្មងតែមិនអីទេដោយសារតែតុនេះដោះស្រាយបញ្ហាខ្ញុំបានច្រើនដែរមានកន្លែងធ្វើការរៀបរយអញ្ចឹងគំនិតច្នៃប្រឌិតចេះតែហូរមកហើយធ្វើការក៏មិនសូវហត់ដែរពីព្រោះខ្ញុំនៅមាន idea ច្រើនទៀតដែលចង់ធ្វើចេញក្រៅជួយ follow ផងអ្នកទាំងអស់គ្នាដើម្បីបានឃើញការច្នៃប្រឌិតខ្ញុំនៅវីដេអូក្រោយ